Cambodian Idol រដូវកាលទី2វគ្គចាត់ Audition ឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវបំពុងហើបសៀង PU សញ្ញារូបតាក់ប៉ែណាំដុសធ្មេញការឈប់ពីបន្តជាមួយអ្នកសៀមរាបម្នាក់ទៀតគាត់ឈ្មោះមុតសរឹមហេសរឹមដល់ពេលแล้วណាអូខេមិនដែរអារម្មណ៍ពេលនេះអារម្មណ៍ថាភ័យផងអស់ផងព្រោះបេក្ខជននៅទីនេះច្រើនសតតែជាបេក្ខជនដែលមានសមត្ថភាពទាំងអស់គ្នាសង្ឃឹមធ្វើបានអត់សង្ឃឹមថាធ្វើបានអូខេចាំជូនពរណាសរឹមទទួលបានជោគជ័យបាទសូមជើញចំពោះបទច្រៀងមួយបទនេះគឺបទចម្រៀងមនោសញ្ចេតនាដែលខ្ញុំតាំងចិត្តថាយកបទនេះមកច្រៀងនៅមុខគណៈកម្មការហើយខ្ញុំនឹងធ្វើឲ្យបានល្អដើម្បីឲ្យគណៈកម្មការទាំង4រូបយេសមកលើរូបខ្ញុំដើម្បីឲ្យខ្ញុំឈានទៅដល់វគ្គបន្តបាទជម្រាបសួរបងអរគុណជំរាបសួរឈ្មោះអីដែរអូនឈ្មោះមុតសរឹមបងអាយុប៉ុន្មានហើយអាយុ28ឆ្នាំមុខរបររាល់ថ្ងៃធ្វើអីដែរអូនមុខរបរខ្ញុំរាល់ថ្ងៃជាជាងបិទស្កុតម៉ូតូបងស្រុកកំណើតនៅទីណាដែរនៅខេត្តសៀមរាបស្រុកពួកហើយដឹងតែខ្លួនឯងចេះច្រៀងតាំងពីអាយុប៉ុន្មានដែរចេះច្រៀងប្រហែលជាអាយុ8ឆ្នាំបងអញ្ចឹងបាទហើយអ្នកណាគេជាអ្នកជំរុញទឹកចិត្តឲ្យមកប្រឡងនៅក្នុងថ្ងៃនេះអ្នកដែលជំរុញទឹកចិត្តបងអូនមកទីនេះគឺមានមិត្តភ័ក្តិនិងបងប្រុសបាទថ្ងៃនេះពួកគាត់មានមកអត់យកបងអូនមកបងអញ្ចឹងអ្នកមកជួយលើកទឹកចិត្តមកអ្នកដែរមកម្នាក់បងហើយមានអារម្មណ៍យ៉ាងណាដែរបានអាចឈានមកដល់វគ្គនេះបានសម្រាប់សរឹមផ្ទាល់បងអូនមានអារម្មណ៍ថារំភើបដែលបានមកជួបគណៈកម្មការផ្ទាល់នៅទីនេះបងអញ្ចឹងសម្រួលអារម្មណ៍បានទៅបានបងអូខេចាប់ផ្ដើមអូនបាទលីស្រុកលីស្រែលីម៉ែមកធ្វើការងារតាមគ្នាដើម្បីជីវភាពគ្រួសារបន្ទប់1ខែ$40រស់នៅ4-5អាត្មាគ្មានអ្នកណាអូនតែកម្មកររោងចក្រធ្វើការគ្មានក្តីស្រណុកហូបចុកមិនគ្រប់នឹកស្រុកនឹកពុកនឹកម៉ែនេះស្អីថ្ងៃមួយក៏បានជួបស្នេហ៍សន្យាស្រឡាញ់មិនប្រែមិនចោលគ្នាទោះជាយ៉ាងណាបន្ទប់ជួបគ្នាល្ងាចព្រឹកឥឡូវសល់ត្រឹមពាក់នឹកហើយហូរទឹកនេត្រាអូនឈប់នៅហើយឈប់មកធ្វើការឮគេថាអូនមានអ្នកថ្មីចាយដនជួបគ្នាពុំងារធ្វើជាមិនស្គាល់អង្យុត្តិធម៌សម្រាប់កម្មករក្រក្រៃអ្នកមានព្រៀបជាងចិត្តភក្តីបន្ទប់ជួលក៏បាត់ស្រីលេងនិយាយទៅជួពុកម៉ែវិញអរគុណសរឹមបាទសំឡេងល្អមានទឹកដមហើយប្រពៃនៃធម៌ពលហើយតិចនិចនៃការច្រៀងនៅបទចម្រៀងមួយបទនេះក៏បងអូនធ្វើបានល្អដែរបាទអរគុណនិយាយចំទៅល្អច្រើននៅក្នុងបទចម្រៀងមួយបទនេះក៏ប៉ុន្តែគាត់ថាកន្លែងខ្លះគុំផ្ដាច់កបត់ពេកបាទកន្លែងខ្លះហ្នឹងណាអានេះហ្នឹងហើយអញ្ចឹងទៅធ្វើឲ្យបាត់ភាពព្រោះនៅក្នុងបទចម្រៀងមួយបទនេះតែការដាក់អារម្មណ៍មិនល្អបន្ទប់ជួលអភ័ព្វបាទអញ្ចឹងស្ដាប់ខមមិនផ្ទាល់ពីបងប្រុសស្រឹមសំឡេងបងអូនខ្លាំងល្អបាទមានទឹកដមដូចគាត់ថាអញ្ចឹងបាទភាពអន្លង់លួចមាននៅក្នុងនឹងបាទមួយទៀតគឺសរឹមពេលដែលសរឹមស្រែកសរឹមកុំភ្លេចនៅតំពោនៅចង្វាក់ភ្លេងតាមអណ្ដាប់អណ្ដោយរបស់វាពេលខ្លះយើងទៅមុនភ្លេងតិចទៅនៅក្រោយភ្លេងតិចទៅអញ្ចឹងក៏បទចម្រៀងទាំងមូលក៏ពេលខ្លះ
យើងស្ដាប់ទៅវាមិនសូវជាទទួលលទ្ធផលល្អច្រើនបានតែជាកង្វះខាតបាទជាកង្វះខាតតែបើសិនជាបទផ្សេងទៀតឬក៏អ្វីផ្សេងទៀតក៏មានមុនក្រោយដែរបាទជាបទភ្លេងខ្លះណាក៏យើងអាចច្រៀងមុនបន្តិចឬក៏ក្រោយបន្តិចដែលក៏អាចធ្វើទៅបានតាមកលៈទេសៈនៃពេលវេលានៃបទចម្រៀងនីមួយៗបាទបងអញ្ចឹងយើងព្យាយាមកន្លែងនឹងបន្តិចទៅហើយជាធម្មជាតិសម្លេងរបស់បងអូនគឺបានល្អច្រើនអរគុណសរឹមបាទសរឹមមានការប្រុងប្រយ័ត្នខ្លះដែរនៅក្នុងការបកស្រាយនៅចម្រៀងមួយបទនេះដូចថាយើងបានត្រៀមខ្លួនត្រៀមសម្លេងសមត្ថភាពការច្រៀងគឺមានការកំសត់បង្កប់ដោយការឈឺចាប់និយាយពីសម្លេងនៅក្នុងបទចម្រៀងមួយបទនេះអញ្ចឹងមនោសញ្ចេតនាបែបនេះសម្រាប់ខ្ញុំគិតថាទទួលយកបាននៅក្នុងការបង្ហាញចេញដោយឡែកនៅសល់បច្ចេកទេសខ្លះនៃការបកស្រាយចម្រៀងផងសរឹមគឺបងបានលើកឡើងមិញឲ្យបានដឹងដើម្បីយើងបានកែតម្រូវចាអរគុណច្រើនអរគុណស្ដាប់សរឹមច្រៀងមិញគឺដូចជាមានភាពស្និទ្ធស្នាលជាមួយនឹងបទចម្រៀងមួយបទហ្នឹងរួមផ្សំទាំងការតាំងចិត្តដោយអារម្មណ៍របស់យើងភ័យក៏ភ័យហើយប៉ុន្តែគ្រាន់តែបងមើលទៅសរឹមមានការតាំងចិត្តអញ្ចឹងការតាំងចិត្តនេះហើយដែលជំរុញឲ្យសរឹមធ្វើបាននៅលទ្ធផលមួយដែលបង្ហាញចេញនៅក្នុងពេលនេះអញ្ចឹងអរគុណច្រើនសម្រាប់បទចម្រៀងមួយបទនេះបាទអរគុណសរឹមសម្រាប់បងផ្ទាល់ថ្ងៃនេះសរឹមធ្វើបានល្អ Yes បាទអរគុណបង Yes បាទអរគុណបង យ៉ាសម្រាប់ខ្ញុំ Yes នៅក្នុងថ្ងៃនេះ No អរគុណសរឹមសម្រាប់ថ្ងៃនេះសរឹមមានការខ្វះខាតតែសរឹមអាចទៅបានអរគុណបងអរគុណចាជម្រាបលាបងអរគុណថ្ងៃនេះដែរខ្ញុំបាទសប្បាយចិត្តខ្លាំងណាស់ព្រោះបានទទួលសម្បត្តិមាសពីគណៈកម្មការធ្វើឲ្យខ្ញុំមានដំណើរឆ្ពោះទៅមុខទៀតបាទជ័យយោ Cambodian Idol រដូវកាលទី2វគ្គចាត់ហូតនេះសិនឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវបំពុងហើបសៀងភីអ៊ីវសញ្ញារូបតាក់បែណាំដុសធ្មេញការឈប់ពី